បាទតើយើងទៅស្ដាប់សម្ដីបងប្រុសនិងប្អូនប្រុសពីរនាក់ដែលគាត់បានខានជិះកង់យូរអត់ទេឃើញគ្នាជិះច្រើនអញ្ចឹងចង់ទៅជិះវិញដែរបើតាជិះតាអ្នកលឿនអត់ទៅបើថាមានយឺតអញ្ចឹងចង់ជិះវិញហើយកាតែរត់ចោលតែពីរដងរៀងជិះបងជិះដល់ស្អែកចូលជិះវិញស្អែកដល់ស្អែកទៅជំនះតិចបានកើតថ្ងៃនេះសំពៅលូនបានចំនួន8នាក់ហើយអត់ទិញកង់ទុកចោលទេចង់និយាយចឹងបាទតាមពិតទៅក្រុមកង់របស់យើងគឺមានគ្នារហូតដល់ជិត50នាក់និង50កង់តែមួយរយៈនេះបងប្អូនយើងខ្លះគាត់រវល់បងប្អូនខ្លះក៏រវល់លេងបងប្អូនខ្លះក៏រវល់មែនបាទខ្ញុំនិយាយលេងទេរឿងរវល់អ្នកណាក៏រវល់ដែរតែសំខាន់យើងឆ្លៀតពេលដើម្បីសុខភាពនិងមិត្តភាពជុំបងប្អូនល្អក្រុមកង់ព្រលឹមឡើងយើងជួបគ្នាមានតែភាពស្រស់ស្រាយញញឹមនិងសើចសប្បាយទាំងអស់គ្នាតោះបងប្អូនយើងចូលធីមវិញឆ្លៀត1ម៉ោង2ម៉ោងដើម្បីសុខភាពទាំងអស់គ្នាបងប្អូន